មាននរណានឹកស្មានដល់ថាអូខុងមានបងប្រុសបង្កើតការនៅភ្នំរាម5ពេលព្រះពុទ្ធរៀបបង្ក្រាបអូខុងដោយគ្មានជំរឿអូខុងក៏ទម្លាយអាត់កំបាំងនេះលោកមិនអាចបង្ក្រាបខ្ញុំទេបើលោកហ៊ានបង្ក្រាបខ្ញុំបងប្រុសខ្ញុំមិនលើកលែងឲ្យឡើយឬបែបនេះព្រះអង្គក៏អស់សំណើចអ្វីគ្រប់យ៉ាងស្ថិតក្រោមភ្នែកទិព្វរបស់លោកស្វានេះកើតចេញពីថ្មភ្នំតើបងប្រុសមកពីណាបន្ទុកឲ្យគេនិយាយច្រើនឡើយពន្លឺពណ៌មាសជះមកភ្លាមព្រះសម្មាសម្ពុទ្ធលើកព្រះហស្តឡើងសម្លេងផ្ទុះលាន់នៅយ៉ាងខ្លាំងភពទាំង3ញាប់ញ័រយ៉ាងខ្លាំងអូខុងត្រូវសង្កត់ក្រោមភ្នំរាម5ពេលនេះគេតូចដូចជាស្រមោចមិនអាចកម្រើកបានបន្តិចសោះឡើយគេបានប្រឹងអស់ពីកម្លាំងកាយតែមិនអាចរើបំរះពីភ្នំនេះបានទេក្នុងស្ថានភាពអាសន្នបំផុតអូខុងស្រែកហៅបងប្រុសទៅលើមេឃជួយផងពេលនោះព្រះពុទ្ធនៅលើពុទ្ធពិតជាបានឮសំឡេងស្វាហៅឲ្យជួយស្មានថាវាអង្វរឲ្យព្រះអង្គលើកលែងព្រះអង្គមានបន្ទូលថាឲ្យបងសុំមេត្តាទោះហៅពុកក៏មិនអាចជួយបានដែរស្ដេចគោដែលលាក់ខ្លួនក្នុងទីងងឹតក៏សំឡេងអង្វររបស់អូខុងដែរស្មានថាហៅខ្លួនឲ្យជួយឃើញអូខុងត្រូវព្រះសង្កត់ជាប់ពេលនេះគ្មានអ្នកណាជួយបានឡើយកុំបន្ទោសបងដែលមិនជួយអីបងក៏ពិបាកខ្លួនឯងដែរសុនអូខុងស្រែកហៅយ៉ាងខ្លាំងតែនៅតែគ្មានអ្នកមកជួយឬបងប្រុសគេមិននៅភពទាំង3ខណៈនោះនៅពិភពមួយទៀតបុរសម្នាក់គ្រប់ដណ្ដប់ដោយអាវខ្មៅគាត់សឹកថាអូខុងកំពុងហៅខ្ញុំអូខុងមិនបោះបង់ការសុំជំនួយនៅតែបន្តស្រែកហៅបងប្រុសរំពេចនោះមេឃដែលធ្លាប់ស្រឡះក៏ប្រែជាខ្មៅងឹតភ្លាមភពទាំង3ប្រែជាស្រអាប់ខ្លាំងព្រះយូឡៃក៏ចាប់ផ្ដើមឆ្ងល់ដែរភាពងឹតនេះពិតជាចម្លែកណាស់ហាក់ដូចជាមានអ្វីម្យ៉ាងកម្លាំងដ៏គួរឲ្យខ្លាចកំពុងមកដល់ពីដំបូងដែលបារម្ភអូខុងក៏ប្រែជាត្រេកអរវិញបងប្រុសខ្ញុំមកហើយសុនអូខុងស្រែកយ៉ាងរំភើបបងធំខ្ញុំនៅទីនេះប្រញាប់មកជួយខ្ញុំផងភាពងឹតគ្រប់ដណ្ដប់ភពទាំង3ស្រាប់តែមានកង្វង់ខ្យល់លេចឡើងស្រមោលខ្មៅមួយបានលេចឡើងសម្លឹងទៅរកទីដែលសុនអូខុងឈានជើងមួយជំហានទៅមុខលេចមុខនៅចំពោះមុខអូខុងភ្លាមអូខុងតាមានរឿងអ្វីកើតឡើងសុនអូធានសម្លឹងមើលអូខុងដែលត្រូវបង្ក្រាបក៏សួរទៅកាន់គេយ៉ាងសោកទន់ស្មានថាបានរំលឹកអូខុងរួចហើយថានឹងមិនដើរតាមកន្លងចាស់មិននឹកស្មានថាគេមិនផុតដដែលគេមិនចូលចិត្តឲ្យព្រំលិខិតបញ្ជីឡើយគេចង់ខ្លាចជាអ្នកបញ្ជីព្រំលិខិតវិញអូខុងកុំបារម្ភអីបងធំនឹងនាំអញចេញពីទីនេះនិយាយរួចអូធានក៏ក្រវីដៃនំបាញ់ជប៉ុរលើខ្លួនអូខុងក៏លីបាត់អូខុងក្រោកឈរទាំងទឹកមុខអៀនខ្មាស់ទាំងដែលបងធំបានរំលឹកខ្លួនរួចហើយមិននឹកស្មានថានៅតែចាញ់បោកគេទៀតអូធាននឹងអែលក្បាលអូខុងថ្នមហើយប្រាប់ថាដឹងខុសកែគឺល្អហើយអូខុងមកក្បាលយកព្រមភ្លាមបន្ទាប់ពីនិយាយចប់អូធានក៏ងើបមើលទៅលើមេឃរួចនិយាយយ៉ាងម៉ឺងម៉ាត់ដល់ពេលចាត់ការពួកដែលធ្វើបាបអញហើយតាមពិតពេលដែលអូធានលេចមុខមកភ្នែករាប់ម៉ឺនក្នុងត្រៃភពកំពុងតាមដានពួកគេចង់ដឹងណាស់ថាតើនរណាជាអ្នកនាំភាពងឹតដល់ត្រៃភពតែពេលក្រវីដៃភ្លាមនំបាញ់ជប៉ុរក៏លីបាត់អស់អ្នកលួចមើលក្នុងងឹតដឹងច្បាស់ថាសមត្ថភាពខ្លាំងមិនធម្មតាអញពិតជាថ្លើមធំមែនពេលនោះមានសម្លេងបន្លឺពីមេឃងើបមើលទៅលើហើយសម្លឹងមើលពន្លឺព្រះពុទ្ធអមដាភូរូបរាងព្រះពុទ្ធក៏លេចឡើងលើកដៃសំពីយ៉ាងស្ងប់ស្ងាត់មើលទៅគួរឲ្យគោរពបំផុតសម្លឹងមើលព្រះពុទ្ធហើយនិយាយថាខ្ញុំជាបងព្រះពុទ្ធក៏មានអារម្មណ៍ថាវិជាគុណម្នាក់នេះមិនចាញ់លោកឡើយអ្នកលួចមើលទាំងឡាយស្រឡាំងកាំងព្រោះមើលមិនធ្លុះពីសមត្ថភាពគេទើបពីសួរទៅព្រះពុទ្ធថាតើលោកមែនទេដែលធ្វើបាបហ៊ានធ្វើបាបប្អូនខ្ញុំត្រូវសងសឹកព្រះពុទ្ធទៅហើយក៏ចង់សាច់ក្នុងនាមជាព្រះសម្មាសម្ពុទ្ធថាទេវតាឬបិសាចណាឡើយមានអ្នកណាហ៊ាននិយាយបែបនេះទេព្រះពុទ្ធមិនខ្វល់ខ្វាយឡើយគិតថាវាជារឿងខ្លៅបំផុតនិយាយថាធ្វើបាបប្អូនខ្ញុំត្រូវតែសងដោយជីវិតមិនដឹងថាអ្នកត្រៀមខ្លួនហើយឬនៅភ្នែកសុនអូធានក្រោមមុខខ្មៅសម្លឹងមើលព្រះពុទ្ធមិនដាក់ភ្នែកបញ្ចេញចិត្តណែសម្លាប់យ៉ាងខ្លាំងពេលវេលាហាក់ដូចជាកកស្ទះសុនអូខុងដើរទៅជិតបងធំប្រាប់ថាលោកសង្ឃនេះខ្លាំងណាស់បងប្រុសត្រូវតែប្រយ័ត្នសុនអូធានប្រាប់អូខុងឲ្យស្ងប់ចិត្តគ្រាន់តែជាព្រះពុទ្ធក្បាលត្រមោខ្ញុំអាចបង្ក្រាបបានយ៉ាងងាយអញមិនបាច់បារម្ភទេព្រះពុទ្ធធ្វើហើយក៏អស់សំណើចស្វាប្រហើរនេះហ៊ានអ៊ូតម្លេះសុនអូធានពោពេញដោយកំហឹងស្មារតីរបស់ពុទ្ធបញ្ចូលភាពងឹតគ្រប់ដណ្ដប់ភពទាំង3ហាក់ដូចជាដឹងអ្វីម្យ៉ាងចាប់ផ្ដើមមានចលនាឡើងដែលយកខ្លេចចេញបាំងផ្ទៃមេឃសត្វលោកប្រៀបដូចជាធូលីនៅពេលនេះព្រះពុទ្ធដឹងពីធម្មពលដ៏គួរឲ្យខ្លាចឃើញបែបនេះក៏ស្រឡាំងកាំងដោយមិនបង្អង់យូរបញ្ចេញក្បាច់បាតដៃភ្លាមពន្លឺព្រះពុទ្ធជិះចេញខ្លាំងលឺចិញ្ចាចខ្លាំងណាស់តម្រង់ទៅរកដៃខ្មៅយក្សវាចេញមួយបាតដៃស្រាប់តែខ្យល់បក់បោកយ៉ាងខ្លាំងពន្លឺពណ៌មាសចែងចាំងដល់កម្រិតកំពូលបាតដៃព្រះមាសបុកជាមួយដៃខ្មៅយក្សបាក់ពីគ្នាពេញទំហំជាប់ទាំងមួយសន្ទុះធំខ្យល់បក់បោកក្រោយវិញគួរឲ្យរន្ធត់បំផុតស្រាប់តែរូបកាយព្រះធ្លាក់ចុះយ៉ាងខ្លាំងសម្លេងផ្ទុះលាន់ឡើងដៃខ្មៅក៏សង្កត់ចុះភពទាំង3ញ័ររន្ធើបំផុតនៅខណៈពេលនេះអ្នកខ្លាំងភពទាំង3មិនជឿភ្នែកខ្លួនឯងពេលឃើញកម្លាំងដៃខ្មៅដ៏ធំនោះកម្រិតនៃធម្មពលដ៏គួរឲ្យខ្លាចមាននរណាក្នុងភពទាំង3ទល់បានពេលនេះគ្រប់គ្នាកំពុងតាមរកព្រះអង្គតែព្រះអង្គនៅមានព្រះជន្មដែរទេអ្នកខ្លាំងភពទាំង3ភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលគ្រប់គ្នាកំពុងបារម្ភពីព្រះអង្គថាតើនៅរស់ឬក៏ស្លាប់រូបរាងព្រះអង្គលេចចេញពីក្នុងធូលីមានផ្កាឈូកមាស12ស្រទាប់ការពារទោះបីជាព្រះអង្គជាព្រះសម្មាសម្ពុទ្ធតែរូបកាយក៏ទ្រុឌទ្រង់ខ្លាំងដែររងរបួសមិនមែនតិចទេពិតជាមើលទៅគួរឲ្យអាសូរណាស់សុនអូធានឈោកពួរដាក់ដៃទៅក្រោយអពុកមកហៅតាមចោះមើលទៅពិតជាមានអំណាចអស្ចារ្យសម្លឹងមើលព្រះអង្គដែលមានផ្កាឈូកការពារគេនិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថាយើងផ្ដល់ឱកាសឲ្យឯងរស់ប្រគល់ឈូកមាសទាំង12ស្រទាប់មកយើងនឹងពិចារណាដោះលែងឯងគឺបែបនេះព្រះសម្មាសម្ពុទ្ធក៏ខឹងសម្បាយ៉ាងខ្លាំងពិតជាខ្លាំងមែនសុនអូធានតើឯងស្មានថាខ្លួនឯងជាអ្នកណាស្មានថាខ្លួនឯងខ្លាំងលើគេមែនទេអញមើលងាយពួកយើងពុទ្ធសាសនាពេកហើយយើងទទួលស្គាល់ថាឯងខ្លាំងតែមិនមែនគ្មានគូប្រៀបនោះទេចង់បានឈូកមាសពីដៃយើងមែនទេអញប្រហែលជាឈួតហើយសុនអូធានសើចចំអករូបរាងរបស់គេក៏បាត់មួយរំពេចហើយលេចមុខនៅចំពោះមុខព្រះសម្មាសម្ពុទ្ធរួចសង្កត់ក្បាលព្រះអង្គទៅនឹងដីសម្លេងផ្ទុះលាន់នៅពេញដីបង្កើតបានជារណ្ដៅយ៉ាងធំមួយពេលនេះព្រះសម្មាសម្ពុទ្ធអស់កម្លាំងមកតាមបាត់ដៃមិញនេះបានបំផ្លាញកម្លាំងធាតុពេលនេះព្រះសម្មាសម្ពុទ្ធបានត្រឹមតែបណ្ដោយឲ្យក្បាលអូសនឹងដីក្នុងខួរក្បាលលឺសូរតែសម្លេងវិញគិតអ្វីលែងចេញទាំងអស់តាំងពីកើតលោកមកមិនដែលរងការប្រមាថខ្លាំងបែបនេះទេសុនអូធានក៏ហោះឡើងលើអាកាសសម្លឹងមើលទៅកាន់លោកទាំង3មិនថាជាអ្នកឬសាសនាព្រះពុទ្ធទាំងមូលសុទ្ធតែជាស្រមោចប៉ុណ្ណោះសម្លេងស្រទន់តែបង្កប់ដោយអំណាចខ្លាំងក្លាភាពក្លាហានមើលងាយពិភពលោកធ្វើឲ្យពួកអ្នកខ្លាំងលាក់មុខភ្ញាក់ផ្អើលអមដាភូសម្លេងធម៌បន្លឺឡើងយ៉ាងអាក់កំបាំងពន្លឺព្រះធម៌ជាពីពេញគ្រប់គ្នាពិនិត្យមើលឲ្យច្បាស់គឺជាកម្ពុជាអ្នកខ្លាំងម្នាក់ក្នុងលោកព្រះនាងគង់ស៊ីអ៊ីមពីសម្លេងធម៌ក៏ក្រោកឈរតែមិនព្រមលែងព្រះយូឡៃឡើយគេជន់ក្បាលព្រះយូឡៃនៅក្រោមជើងពេលនេះលោកទាំង3ស្ងាត់ជ្រងមាននរណាម្នាក់ស្មានដល់ថាហ៊ានធ្វើដល់ថ្នាក់នេះអ្នកលួចមើលពីលោកទាំង3ពេលឃើញទស្សនវិជ្ជាបែបនេះក៏នាំគ្នាភ័យរន្ធត់ជាខ្លាំងព្រះនាងគង់ស៊ីអ៊ីមឃើញបែបនេះក៏ស្រែកថាអាសត្វចម្លែកប្រញាប់លែងភ្លាមទៅសម្ដីពោពេញដោយអំណាចមិនបានទុកក្នុងភ្នែកឡើយទុកគេដូចជាបិសាចតូចតាចប៉ុណ្ណោះសម្លឹងមើលព្រះនាងទូតនិយាយយ៉ាងរំភើយថាខ្ញុំមិនចូលចិត្តអ្នកណាជោគពូជាងខ្ញុំទេគ្រាន់តែនិយាយចប់សម្ពាធអាចកំបាំងធ្លាក់ពីលើមេឃមកសង្កត់លើខ្លួនមិនទាន់ទាំងទប់ទល់ទាន់ក៏ដួលបោកទៅលើដីយ៉ាងខ្លាំង
ចាប់ផ្ដើមដឹងខ្លួនព្យាយាមក្រោកពីលើដីតែធម្មពលអរូបីសង្កត់ជាប់ធ្វើឲ្យនាងកម្រិតមិនរួចទោះបីជានាងកម្រិតបំរាយ៉ាងណាក៏មិនអាចរួចពីចំណងនេះបានពេលនេះទើបភ្ញាក់ខ្លួនសម្លឹងមើលទាំងមិនជឿក្នុងភ្នែកពោពេញដោយភាពតក់ស្លុតពេលនេះពួកអ្នកខ្លាំងក្នុងត្រៃភពក៏មានទឹកមុខភ្ញាក់ផ្អើលខ្លាំងកាលពីព្រះសម្មាសម្ពុទ្ធចាញ់គ្រប់គ្នាបានឃើញក្បាច់គុណច្បាស់តែពេលចាញ់លើកនេះមានអ្នកណាមើលដឹងថាមានរឿងអ្វីកម្លាំងគួរឲ្យខ្លាចណាស់ធ្វើឲ្យគ្រប់គ្នាព្រឺឆ្អឹងខ្នងតែងតែត្រូវគេតាមដានតាបងធំម្នាក់នេះមកពីណាគ្រប់គ្នាមានការងឿងឆ្ងល់ខ្លាំងប៉ុន្តែរឿងនេះលែងសំខាន់ហើយអ្វីដែលសំខាន់បំផុតនោះគឺរកវិធីជួយព្រះពុទ្ធនឹងការប្រយុទ្ធនេះធ្វើឲ្យអាម៉ាស់មកគិតយកពុទ្ធសាសនាត្រូវបាត់បង់សម្លេងសូត្រធម៌អមតភៈបន្លឺឡើងម្ដងទៀតមនុស្សម្នាក់បានបង្ហាញខ្លួននៅលើមេឃតែកាន់ដាវឈរនៅកណ្ដាលអាកាសបញ្ចេញអានុភាពគួរឲ្យខ្លាចបំផុតនេះគឺជាព្រះពោធិសត្វមិនជុស្រីជាកម្ពុជាអ្នកខ្លាំងក្នុងត្រៃភពសុនអូធានសម្លឹងមើលត្រង់ហើយពោលថាតើពួកឯងមកដើម្បីសម្លាប់ខ្លួនមែនទេព្រះពោធិសត្វមិនខ្វល់ពីសម្ដីគេឡើយព្រោះវាសនាព្រះនាងគង់ស៊ីអ៊ីមនៅចំពោះមុខទ្រង់មិនទុកឱកាសឲ្យគេវាយបកឡើយដាវវែងក្នុងដៃក៏កាប់ចុះមកភ្លាមដាវនេះធ្លាក់ពីលើមេឃកំចាត់បិសាចធម្មពលដាវបន្លឺឡើងយ៉ាងខ្លាំងកាប់ចុះមកជាមួយកម្លាំងដុំហិមាចំណែកសុនអូធាននៅតែស្ងប់ស្ងាត់នៅពេលដាវចិត្តដល់ខ្លួនគេវាក៏ឈប់មកភ្លាមតែម្ដងមិនអាចរំកិលទៅមុខបានបន្តិចឡើយដាវក៏លីបាត់ទៅជាអាសាបងគ្មានសល់អ្វីទាំងអស់ព្រះពោធិសត្វសម្លឹងមើលដាវខ្លួនឯងដែលត្រូវគេរំលាយយ៉ាងងាយទ្រង់ក៏ភាំងស្មារតីនៅនឹងកន្លែងព្រោះគ្មានអ្នកណាដឹងច្បាស់ជាងទ្រង់ទេថាដាវមិញនេះខ្លាំងកម្រិតណាទ្រង់បានប្រើកម្លាំងអស់ពីសមត្ថភាពតែសុនអូធានមិនបានធ្វើអ្វីសោះក៏អាចរំលាយការវាយប្រហារបានព្រះពោធិសត្វមិនជុស្រីនៅលើអាកាសស្រាប់តែមានអារម្មណ៍ថាធម្មពលដ៏គួរឲ្យខ្លាចធ្លាក់ពីលើមេឃទោះបីជាមានបទពិសោធន៍ពីមុនក៏ដោយហើយបានត្រៀមខ្លួនរួចរាល់ប៉ុន្តែនៅពេលកម្លាំងអរូបីសង្កត់មកទើបដឹងពីភាពរន្ធត់គាត់មិនអាចទប់ទល់បានឡើយសម្លេងផ្ទុះខ្លាំងបានធ្លាក់លើដីនៅពេលដែលធូលីលីបាត់មាននរណាដឹងពីវាសនាជុំវិញស្ងាត់ជ្រុងមានតែផ្សែងហុយគ្រប់គ្នាភ័យខ្លាចនឹងកម្លាំងនេះញាប់ឲ្យរហូតនិយាយមិនចេញកំពូលអ្នកខ្លាំងទាំង3ទៅបរាជ័យធ្វើឲ្យទេវតាផ្លាស់ប្ដូរការគិតតែដឹងថានេះមិនមែនទាំងអស់ពួកពុទ្ធសាសនាខ្លាំងណាស់នៅមានអ្នកខ្លាំងនៅពីក្រោយពេលនោះមានសម្លេងបន្លឺពីចម្ងាយអាសត្វចម្លែកឲ្យព្រះសិអាឲ្យមេត្រីដើរចេញមកក្នុងលោកទាំង3មានតែពួកគេដែលក្រអឹតក្រទមពួកគេមិនដែលរងការប្រមាថបែបនេះតែស្វាប្រហើននេះមកពីណាឃើញព្រះសង្ឃធាត់ម្នាក់ទៀតត្រូវតែនិយាយថាអាហារនៅទីនោះល្អណាស់គាត់ក៏សួរថាតើអ្នកជាអ្នកណាយើងគឺជាព្រះសិអាឲ្យមេត្រីប្រែថាគ្រាន់តែជាសង្ឃធាត់សោះនិយាយយ៉ាងស្ងប់ស្ងាត់មិនមានការភ្ញាក់ផ្អើលឡើយគឺលោកសង្ឃធាត់ក្បាលទំពេញម្នាក់តែមានតែឯងម្នាក់ទៅដែលចេញមកអ្នកខ្លាំងក្នុងពុទ្ធសាសនាមានច្រើនណាស់តាមការយល់ឃើញរបស់មានតែព្រះសិអាឲ្យមេត្រីម្នាក់គាត់ដែលចេញមកមិនគ្រាន់នឹងគាត់ទាត់មួយជើងផងបើចង់វាយមកទាំងអស់គ្នាទៅព្រះសិអាឲ្យមេត្រីក៏មើលឃើញដូចគ្នានិយាយទាំងអំនួតថាដើម្បីទប់ទល់នឹងឯងតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយញឹមនៅក្រោមមុខខ្មៅសើចចំអកថាពួកពុទ្ធសាសនាជឿជាក់ម្ល៉េះព្រះសិអាឲ្យមេត្រីមិនបង្អង់យូរឡើយប្រើអាវុធទិព្វរបស់ខ្លួនភ្លាមប៉ុន្តែមិនទាន់ទាំងបញ្ចេញអាវុធផងក៏ចុះពីលើមេឃមកវីមួយជើងខ្យល់គួចគ្មានស្រមោលសម្លេងផ្ទុះលាន់នៅក្រៅដីទាំងមូលព្រះសិអាឲ្យមេត្រីធ្លាក់មកបង្កើតជាដីក្រហមឈរលើអាកាសដាក់ដៃពីក្រោយនិយាយថាតែឯងម្នាក់មិនស្មើដៃទេធម្មពលមើលមិនឃើញភីចេញពីខ្លួនក៏កំចាត់ធូលីនៅខាងក្រោមរូបរាងព្រះសិអាឲ្យមេត្រីលេចចេញពីធូលីដេកយ៉ាងវេទនានៅក្នុងរណ្ដៅយក្សមានស្នាមដានជើងនៅលើក្បាលទំពេព្រះសិអាឲ្យមេត្រីដេកក្នុងរណ្ដៅមាត់ចេះតែខ្ជាក់ពុះចេញមកមួយជើងនេះធ្វើឲ្យរបួសក្នុងធ្ងន់ធ្ងរសុនអ៊ូធានបន្តថាដើម្បីផ្ដល់កិត្តិយសដល់អ្នកមិនឲ្យពួកអ្នកចុះចាញ់ទាំងអាម៉ាស់ពេកខ្ញុំប្រើតែមួយក្បាច់ប៉ុណ្ណោះនឹកស្មានមិនដល់សោះឬមួយក្បាច់អ្នកនៅតែទ្រាំមិនបានតើខ្លាយជាព្រះពុទ្ធអនាគតបានយ៉ាងម៉េចឬក៏ដោយសារតែពូកំប៉ោងមួយនេះសម្ដីសុនអ៊ូធានប្រៀបដូចជាមុខដាវដ៏មកចាក់ទម្លុះបេះដូងដ៏ទន់ជ្រាយរបស់គេ